សាសុខខ្នុរស្ករសចេញបន្តិចពេញខ្យងទឹកដែរទឹកមកទឹកត្រីហើយយើងកូរគ្រឿងនឹងឲ្យរលាយចូលគ្នាបានល្អណាស់សាច់ចូលមកសាច់ជ្រូក3ជាន់ទៅជ្រូករបស់យើងណាហើយយើងដាក់ជាមួយនឹងម្ទេសចូលហើយបន្ថែមទឹកប្រេងឆាក្តៅហើយខ្ញុំដាក់ជាមួយនឹងខ្ទឹមសចូលបន្ថែមគឺខ្ញុំមានដូចជាម្សៅស៊ុបខ្នុរស្ករសដាក់ជាមួយនឹងប៊ីចេងបន្តិចដាក់ជាមួយនឹងប្រេងខ្យងទឹកដែរបន្ទាប់មកទឹកត្រីហើយយើងកូរគ្រឿងនឹងឲ្យរលាយចូលគ្នាបានល្អណាស់បន្ទាប់ពីការកូរគ្រឿងចូលគ្នាអស់ហើយខ្ញុំដាក់ជាមួយនឹងសាច់យើងដែលបានហាន់មុននឹងដាក់ចូលសាច់ចូលមកចំពោះសាច់នេះខ្ញុំជ្រើសរើសជាមួយនឹងសាច់ជ្រូក3ជាន់បន្ទាប់ពីការដាក់សាច់ចូលយើងកូរសាច់យើងដាក់ចូលជាមួយនឹងគ្រឿង